hướng nó hướng chạy lôi niệm thử với dương cái từ chua kia nè chua kia ôn chua kia khẽ hướng nuôi nhá đo xả lá chua kia mẹ hướng lên sáu nhá cầm nông cầm pu banh ở quan nè xua là khu mới bà bọt thằng con bà bọt hướng chạy kia thòm thời đám xua là khu có phến vô ta hay ta đo taประมาณ mau người ta với mình a cắt này đồng cả lo mauพวกnhóm mình ban rùm pưng nên miền ca chùm nư chưa chắc từ lơ tầm nó sai được bao sả thông thế bao cả lò bao rồi ai coi chỉ đá chỉ chơi chỉ sạch nhiệt chân cua na chỉ sạch nhiệt cả đôi cua tại cất pi sạch rất hiệp pi tầm lay này côn tầm lay này cả ốc rùm hoặc đai baoพวกnhóm mình chẳng này mình chọn ban ấy tê chọn ban tại là baoพวกnhóm mà vinh tê bao ở đứng ba từ đó từ lá cá ba đứng ba đó xuống ốc rùm người ơi mà thừa vậy ba chân từ cầm cua ai chẳng đọc ra đường đi chơi nhá trên lưu trai ba nhóm tốt ba ba nhóm tốt ở trong pe đang tim mày ba cô là cô miền mặt xa đây với cái xuống ốc rùm miền nè trên lay sân nàyเขาa cắt ở đông tới tôi sẽ tập banh ở bón cái lấy sẽ tập banh ở bón luộc kia chẳng mắc kia luộc kia bạc nát kia thơ cùng ru ao từ đó con thơ cùng ru ao từ chia cô rót mơพวกnhóm tầm lại na cả đời tới tại do kia tầng on đi do bao vinh ở bàn nông ngay đi dục đi mauประมาณ cả đời tầm lại na cả đờiพวกdương do kia đi do mau không ấy tầm bay do mà tu toát đo sai bầm nol chun từ kia vinh bong haiរឿងនេះខ្ញុំគិតថាមានតែសម្ដេចពុកក៏ដូចជាសម្ដេចធិបតីសម្ដេចលោកទាំងពីរនឹងអាចជួយអន្តរាគមន៍ដើម្បីបញ្ចប់វិវាទនេះកុំឲ្យមានបាតុភិបផ្ទុះតាមបណ្ដាញសង្គមតាក់ទងនឹងវិស័យអប់រំខ្ញុំគិតថាអ្នករកស៊ីទាំងអស់ធ្លាប់ឃើញតែរឿងចាញ់បោករឿងវិស័យផ្សេងតែនេះពួកខ្ញុំបែរជាទៅជាជនរងគ្រោះលើវិស័យអប់រំហើយវិស័យអប់រំច្បាស់ណាស់គឺជាវិស័យមួយដែលផ្ដល់នៅគុណធម៌វិន័យសិលធម៌ហើយនឹងភាពស្អាតស្អំភាពអយុត្តិធម៌នៅក្នុងវិស័យអប់រំថ្នាក់ដឹកនាំសម្ដេចលោកទាំងពីរសម្ដេចពុកសម្ដេចតេជោហ៊ុនសែនសូមលោកមេត្តាជួយបញ្ចប់វិវាទបញ្ហានេះដល់កូនចៅទាំងអស់គ្នាផងបាទអ្នកណាចេញឡាយសិនរឿងចេញឡាយសិនស្អីសិននៅតុលាការសួរមើលរឿងហ្នឹងនៅតុលាការអត់បើរឿងនៅតុលាការទៅតុលាការបើរឿងនៅក្រសួងអប់រំឲ្យក្រសួងអប់រំអាជ្ញាធរខ្ញុំគ្រាន់តែសម្របសម្រួលកុំឲ្យបិទផ្លូវតែប៉ុន្តែរឿងវានៅកន្លែងហ្នឹងបងប្អូនមហាជនទូទាំងប្រទេសបានដឹងហើយសាច់រឿងនេះគឺយើងខ្ញុំទាំងអស់គ្នាបានព្យាយាមទៅដោះស្រាយគ្រប់កន្លែងអស់ហើយខណ្ឌក៏ពួកខ្ញុំទៅដោះស្រាយនៅសាលាធំទីស្នាក់ការកដាលក៏បានទៅជាច្រើនដងរហូតមកទៀតពួកខ្ញុំក៏បានដាក់ពាក្យអន្តរាគមន៍បណ្ដឹងទៅឯអាដាមអបហងជួនរុននៅថ្ងៃទី16 ខែ 3 2026រហូតមកដល់បច្ចុប្បន្ននេះជាង2ខែហើយបងយើងអត់ទាន់មានការកោះហៅប្រជុំឬក៏តាក់ទងឆ្លើយតបមកអ្វីវិញទាំងអស់នឹងជាមូលហេតុស្នាក់ការកដាលហ្នឹងចន្លោះពេលដែលយើងរកឃើញកុលចដាហ៊ីមហុកលេងកំពុងប្រព្រឹត្តអំពើទុច្ចរិតដែលកັບកេងលុយប្រាក់ម្ចាស់ភិហ៊ុនទាំងអស់ហ្នឹងខ្លួនក៏បានសារភាពដែរលុយចំណេញទាំងអស់ហ្នឹងអត់បានចែកមកម្ចាស់ភិហ៊ុនទេបងយើងក៏បានស្នើសុំទៅដល់ស្នាក់ការកដាលធ្វើម៉េចឲ្យក្នុងអន្តរកាលដែលសិស្សកំពុងរៀនឆ្នាំសិក្សាចាស់នេះឲ្យគាត់ធ្វើជាអភិបាលបណ្ដោះអាសន្នកុំឲ្យមានអភិបាលបណ្ដោះអាសន្ននឹងមានន័យថាធ្វើជាអ្នកគ្រប់គ្រងលើបុគ្គលិកលើអីទាំងអស់ប៉ុន្តែអរញ្ញវត្ថុគឺយើងជាម្ចាស់ភិហ៊ុនជាង 90% ជាអ្នកគ្រប់គ្រងមិនមែនកុលចដានឹងហ៊ីមហុកលេងទេបងសរុបមកវិញស្នាក់ការកដាលគាត់អត់បានមានការសម្រេចអាកាត់ឬក៏ផ្ដល់សមហេតុផលណាមួយមកពួកយើងជាម្ចាស់ភិហ៊ុនរហូតមកដល់បច្ចុប្បន្ននេះបងយើងអត់ទទួលបានចម្លើយអ្វីទាំងអស់ហើយថ្ងៃនេះដែលយើងមកគឺយើងមកដើម្បីយកគ្រប់គ្រងអគារទាំង6ល្វែងនេះបាទសាលានេះបងឃើញហើយគឺឈ្មោះកម្មសិទ្ធិប្លង់រឹងរបស់ខ្ញុំអញ្ចឹងពួកខ្ញុំគ្មានជំរើសណាទៀតទេបងព្រោះថ្ងៃ28នេះគឺជាសារក្រមមួយដែលនឹងអាចរឹបអូសគេហៅថាអគារនេះដើម្បីលក់ឡៃឡុកបាទហើយស្របពេលថាអគារនេះយើងធ្វើអស់$2 លានជាង$2 លានហើយយើងបានខ្ញុំនេះសម័យ2021បានយកលុយcredit ហ្នឹង2021 loan គេបាត់អស់ហើយបងធនាគារប៉ុន្តែដោយសារ credit យើងល្អខ្ញុំក៏បានយកលុយ80,000ជាងដើម្បីសំទុះ80,000ជាងដើម្បីយក loan នេះមកផ្ដាច់ហើយយក credit ខ្លួនឯងហ្នឹងយកទៅជាអាទ្រព្យសម្បត្តិហ្នឹងដាក់ជារបស់រួមបងអញ្ចឹងរហូតមកវិញសួរថាពួកខ្ញុំត្រូវទ្រាំដល់ណាទៀតបងក៏ដូចជាថ្នាក់ដឹកនាំមហាជនសុំគិតមើលបច្ចុប្បន្នកុលចដាហ៊ីមហុកលេងកំពុងតែកាន់កាប់អគារនេះចំណូលចំណាយលួចបង្កើតគណនេយ្យកង់ដាក់ឯកជនឲ្យអត្តនោម័តគិតថាយកទ្រព្យសម្បត្តិនេះជារបស់ផ្ទាល់ខ្លួនបងហើយយើងដោះនេះគឺដើម្បីយកដាក់អគារនេះលក់ឬក៏ដាក់ជួលដើម្បីយកមកដោះស្រាយបំណុលធនាគារជាក់ស្ដែងលុយចំណេញមានបងលុយចំណេញមានជាក់ស្ដែងណាតែកុលចដានឹងហ៊ីមហុកលេងប្រម៉ូយកទាំងអស់បងឃើញហើយបាទអាជីវកម្មនេះខ្សែធនម្លេះអត់មានសិស្សពេញអញ្ចឹងទេបងពេលនេះហើយនឹងមានការរុះរើស្លាកអីហ្នឹងជួននឹងឲ្យសាលាធំហ្នឹងរួចជួយរើស្លាកចេញដើម្បីជៀសវាងកុំឲ្យមានបាតុភិបមួយមិនល្អកើតឡើងបាទថ្នាំដុសធ្មេញយិនសិនម៉ៃអ៊ីមានប្រសិទ្ធភាពខ្ពស់បំផុតជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រួលស្រាញតាមអញ្ចាញ់ធ្មេញជួយឲ្យធ្មេញរឹងមាំសស្អាតព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់តម្លៃត្រឹមតែ20,000រៀលតែប៉ុណ្ណោះក្នុងមួយទីបអាចប្រើបានដល់ទៅ3ខែបាទគ្រប់ជីវិតសួរទៅកាន់ប្រិមត្តទូទាំងជនជាទីគោរពនៅក្នុងគណៈវេលាព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2026ខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់
ធីភីញូកំពុងតែមានវត្តមានដែលស្ថិតនៅចំណុចសាលាបញ្ញាសាស្ត្រចំការដងសាខាទី5បាទប្រិមិត្តដោយប្រិមិត្តបានទទួលជ្រាបហើយជុំវិញពាក់ព័ន្ធនៅក្នុងករណីដោយសាលាបញ្ញាសាស្ត្រសាខាទី5ចំការដងខាងលើនេះគឺមិនតនៅក្នុងការដោះស្រាយគឺចប់សពគ្រប់ឡើយនោះទេឥឡូវនេះគឺយើងឃើញថាម្ចាស់ភាគហ៊ុន93% គឺបានមកធ្វើការទៀមទាយកសាលាដែលជាមកកម្មសិទ្ធិរបស់ខ្លួនដោយមានលោកសេងឧត្តមដែលជាតំណាងផ្ទាល់តែម្ដងប្រិមត្តទូទាំងជនដោយបងប្អូនយើងបានទទួលជ្រាបមកហើយជាមួយពាក់ព័ន្ធនៅក្នុងករណីខាងលើនេះគឺខ្ញុំបានផ្សាយជាលើកទី1ទី2បាទនៅក្នុងថ្ងៃនេះបន្តគឺលើកទី3ហើយបាទនៅក្នុងថ្ងៃនេះក៏យើងឃើញថាមានទាំងបាទលោកពូអ្នកមីងដែលត្រូវជាម្ដាយបាទត្រូវជាឪពុកម្ដាយរបស់ជនរងគ្រោះហ្នឹងក៏ចូលរួមដែរនៅក្នុងថ្ងៃនេះក៏បដិញ្ញាថាគាត់នឹងយកសាលាខាងលើនេះឲ្យតល់តែបានតែម្ដងប្រិមត្តទូទាំងជនយើងវាសួរបងសេអាដាមបាទយើងឃើញថារឿងនេះយើងបានធ្វើការផ្សព្វផ្សាយ2លើកមកហើយបាទក្រោយពីធ្វើការផ្សព្វផ្សាយទៅគឺសម្រាប់ដំណើរការក៏ដូចជាការដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ផ្សេងៗហ្នឹងគឺដំណើរការដល់ណាហើយបងមកសាលាបញ្ញាសាស្ត្រចំការដងសាខាទី5ទៀមទាចង់បានយ៉ាងម៉េចដែរបាទជំរាបសួរដល់ថ្នាក់ដឹកនាំក៏ដូចជាមហាជនទាំងអស់ក៏ដូចជាបងសារព័ត៌មានថ្ងៃនេះខ្ញុំសូមបញ្ជាក់ថាយើងខ្ញុំទាំងអស់គ្នាមិនមានផែនការដើម្បីប្រមូលផ្ដុំមកទីនេះទេព្រោះយើងខ្ញុំទាំងអស់គ្នាពិតជាមិនចង់ឲ្យប៉ះពាល់ដល់បងប្អូនសិស្សានុសិស្សក៏ដូចជាវិស័យអប់រំផងដែរប៉ុន្តែជាក់ស្ដែងដូចបងប្អូនមហាជនទូទាំងប្រទេសបានដឹងហើយសាច់រឿងនេះគឺយើងខ្ញុំទាំងអស់គ្នាបានព្យាយាមទៅដោះស្រាយគ្រប់កន្លែងអស់ហើយបាទខាន់ក៏ពួកខ្ញុំទៅដោះស្រាយនៅសាលាធំទីស្នាក់ការកដាលក៏បានទៅជាច្រើនដងរហូតមកទៀតពួកខ្ញុំក៏បានដាក់ពាក្យអន្តរាគមន៍បណ្ដឹងទៅឯអាដាមអបៈហងជួនរុននៅថ្ងៃទី16ខែ3 2026រហូតមកដល់បច្ចុប្បន្ននេះជាង2ខែហើយបងយើងអត់ទាន់មានការកោះហៅប្រជុំឬក៏តាក់ទងឆ្លើយតបមកអ្វីវិញទាំងអស់នឹងជាមូលហេតុទី2សួរថាពួកខ្ញុំក៏បានស្នើសុំទៅដល់ស្នាក់ការកដាលធំហ៎បងឲ្យស្នាក់ការកដាលហ្នឹងចន្លោះពេលដែលយើងរកឃើញកុលចដាហ៊ីមហុកលេងកំពុងប្រព្រឹត្តអំពើទុច្ចរិតដែលកັບកេងលុយប្រាក់ម្ចាស់ពីហ៊ុនទាំងអស់ហ្នឹងខ្លួនក៏បានសារភាពដែរលុយចំណេញទាំងអស់ហ្នឹងអត់បានចែកមកម្ចាស់ពីហ៊ុនទេបងអញ្ចឹងយើងក៏បានស្នើសុំទៅដល់ស្នាក់ការកដាលធ្វើម៉េចឲ្យក្នុងអន្តរកាលដែលសិស្សកំពុងរៀនឆ្នាំសិក្សាចាស់នេះឲ្យគាត់ធ្វើជាអភិបាលបណ្ដោះអាសន្នកុំឲ្យមានអភិបាលបណ្ដោះអាសន្នហ្នឹងមានន័យថាធ្វើជាអ្នកគ្រប់គ្រងលើបុគ្គលិកលើអីទាំងអស់ប៉ុន្តែអរញ្ញវត្ថុគឺយើងជាម្ចាស់ពីហ៊ុនជាង 90% ជាអ្នកគ្រប់គ្រងមិនមែនកុលចដានឹងហ៊ីមហុកលេងទេបងអញ្ចឹងសរុបមកវិញស្នាក់ការកដាលគាត់អត់បានមានការសម្រេចអាកាត់ឬក៏ផ្ដល់សំហេតុផលណាមួយមកពួកយើងជាម្ចាស់ពីហ៊ុនរហូតមកដល់បច្ចុប្បន្ននេះបងយើងអត់ទទួលបានចម្លើយចម្លើយអ្វីទាំងអស់អញ្ចឹងសរុបមកវិញហើយថ្ងៃនេះដែលយើងមកគឺយើងមកដើម្បីយកគ្រប់គ្រងអាគារទាំង6ល្វែងនេះបាទសាលានេះបងឃើញហើយគឺឈ្មោះកម្មសិទ្ធិប្លង់រឹងរបស់ខ្ញុំប៉ុន្តែសួរថារបស់ខ្ញុំខ្ញុំយកដាច់តែខ្លួនឯងមែនខ្ញុំបានដាក់ទ្រព្យរួមនេះប្លង់នេះគឺជារបស់រួមម្ចាស់ពីហ៊ុនទាំង30នាក់ជាងនឹងហើយបាទហើយថ្ងៃទី28ខែហ្នឹងថ្ងៃនេះ25តឡាការគេបានចេញគឺដីកាកោះលើកទី3ហើយព្រោះលើកទី1ទី2ពួកខ្ញុំសុំចៅក្រមសុំជួយពញាពេលដោយសារតែមានបាតុភិបហេតុផលអញ្ចឹងក៏ពួកខ្ញុំអរគុណទៅដល់លោកចៅក្រមវែងគឹមឆាយបាទវែងគឹមឆាយដែលគាត់បានជួយលើកពេលឲ្យពួកខ្ញុំជាជនរងគ្រោះនេះគឺ2លើកហើយតែលើកនេះជាលើកទី3អញ្ចឹងច្បាស់ណាស់លោកចៅក្រមគាត់មិនអាចលើកបានទេអញ្ចឹងពួកខ្ញុំគ្មានជំរើសណាទៀតទេបងព្រោះថ្ងៃ28នេះគឺជាសារក្រមមួយដែលនឹងអាចរឹបអូសគេហៅថាអាគារនេះដើម្បីលក់ឡៃឡុកបាទហើយស្របពេលថាអាគារនេះយើងធ្វើអស់$72 លានជាង$72 លានហើយយើងបានខ្ញុំនេះសម័យ2021បានយកលុយ credit ហ្នឹង2021 loan គេបាត់អស់ហើយបងធនាគារប៉ុន្តែដោយសារ credit យើងល្អខ្ញុំក៏បានយកលុយ80,000 ជាងដើម្បីសំទុះ80,000 ជាងដើម្បីយក loan នេះមកផ្ដាច់ហើយយក credit ខ្លួនឯងហ្នឹងយកទៅជាទ្រព្យសម្បត្តិហ្នឹងដាក់ជារបស់រួមបងបាទអញ្ចឹងរហូតមកវិញសួរថាពួកខ្ញុំត្រូវទ្រាំដល់ណាទៀតបងក៏ដូចជាថ្នាក់ដឹកនាំមហាជនសុំគិតមើលបច្ចុប្បន្នកុលចដាហ៊ីមហុកលេងកំពុងតែកាន់កាប់អាគារនេះចំណូលចំណាយលួចបង្កើតគណនីកុងដល់ឯកជនឲ្យអត្តនោម័តគិតថាយកទ្រព្យសម្បត្តិនេះជារបស់ផ្ទាល់ខ្លួនបងក្នុងនាមខ្ញុំជាតំណាងជាងម្ចាស់ពីហ៊ុនជាជនរងគ្រោះ 90% នេះគឺមានតែលើកម្រាមដៃ10បាទមានតែលើកម្រាមដៃ10ស្នើសុំ
ទៅដល់សម្ដេចពុកសម្ដេចតេជោហ៊ុនសែន បាទ សូមមេត្តាជួយអន្តរាគមន៍ដើម្បីបញ្ចប់វិវាទនេះដល់កូនចៅទាំងអស់គ្នាផងព្រោះពួកខ្ញុំមិនមានឆន្ទៈចង់បំពុលសង្គមមិនមានឆន្ទៈចង់ឲ្យប៉ះពាល់ដល់វិស័យអប់រំទេហើយក៏មិនមានឆន្ទៈធ្វើឲ្យប៉ះពាល់ដល់បងប្អូនសិស្សានុសិស្សដែរប៉ុន្តែពួកខ្ញុំបានទៅអស់ហើយគ្រប់កន្លែងរហូតមកដល់ពេលនេះគ្មានដំណោះស្រាយអ្វីទាំងអស់ដូច្នេះខ្ញុំជឿជាក់ថាមានតែសម្ដេចពុកបាទសម្ដេចពុកសម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចធម្មតីក៏ដូចជាសម្ដេចម៉ែក៏ដូចជាលោកជំទាវ អញ្ចឹងប្រមាណសារនេះបងអស់វិធីអស់នៅក្នុងការស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធហើយជំរឿសចុងក្រោយបងហើយទៅបងស្នើសុំទៅដល់សម្ដេចពុករួមនឹងសម្ដេចធម្មតី បាទបងគឺមាន ចុងក្រោយ គឺចុងក្រោយហើយរឿងនេះខ្ញុំគិតថាមានតែសម្ដេចពុកក៏ដូចជាសម្ដេចធម្មតីសម្ដេចលោកទាំងទ្វេនឹងអាចជួយអន្តរាគមន៍ដើម្បីបញ្ចប់វិវាទនេះកុំឲ្យមានបាតុភិបផ្ទុះតាមបណ្ដាញសង្គមតាក់ទងនឹងវិស័យអប់រំខ្ញុំគិតថាអ្នករកស៊ីទាំងអស់ធ្លាប់ឃើញតែរឿងចាញ់បោករឿងវិស័យផ្សេងតែនេះពួកខ្ញុំបែរជាទៅជាជនរងគ្រោះលើវិស័យអប់រំហើយវិស័យអប់រំច្បាស់ណាស់គឺជាវិស័យមួយដែលផ្ដល់នៅគុណធម៌វិន័យសិលធម៌ហើយនឹងភាពស្អាតស្អំភាពអយុត្តិធម៌នៅក្នុងវិស័យអប់រំថ្នាក់ដឹកនាំសម្ដេចលោកទាំងទ្វេសម្ដេចពុកសម្ដេចតេជោហ៊ុនសែនសូមលោកមេត្តាជួយបញ្ចប់វិវាទបញ្ហានេះដល់កូនចៅទាំងអស់គ្នាផងបាទតកតនឹងបុគ្គលវិរៈសេនីយ៍អាចហ៊ីមហុកលេជាយោធាដែលយកម៉ោងរត់មកធ្វើការនៅម៉ោងឯកជននេះសម្រាប់រឿងនេះខ្ញុំបានដាក់ផុសតាងទៅក្រសួងការពារជាតិរួចរាល់អស់ហើយបងហើយបច្ចុប្បន្ននេះអរគុណទៅដល់ចំណាត់ការដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិលោកក៏បានចាត់វិធានការឲ្យបុគ្គលហ៊ីមហុកលេហ្នឹងរាល់ថ្ងៃហ្នឹងបងបាទជិត2ខែហ្នឹងឲ្យត្រូវតែបង្ហាញមុខនៅក្នុងក្រសួងគ្រប់ម៉ោងការងារដើម្បីរងចាំនៅចំណាត់ការដល់បឹងម៉ាត់ពីឯកឧត្តមបពទាសេហារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរបងអញ្ចឹងយើងនឹងរងចាំថាតើនឹងមានគោលដៅពួកយើងស្នើសុំដល់ឯកឧត្តមបពរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងជួយពិនិត្យថាលក្ខខណ្ឌយោធនជាតិតើមានកន្លែងណាដែលត្រូវយកមកម៉ោងឯកជនសំទោសម៉ោងរដ្ឋមកធ្វើឯកជនឲ្យមកឈរឈ្មោះបែបនេះបាទអញ្ចឹងខ្ញុំជឿជាក់ថាអាដាមលោកគាត់ក្រសួងការពារជាតិគាត់នឹងចាត់វិធានការដល់មើងម៉ាត់ហើយខ្ញុំជឿជាក់ថាឆាប់នឹងយើងនឹងមានដំណឹងបងបាទពួកខ្ញុំតម្លៃណាក៏ដោយត្រូវតែយកអាគារទាំងអស់នេះយកមកវិញឲ្យបានក្នុងថ្ងៃនេះយប់នេះម៉ោងប្រហែលក៏ដោយបានតម្លៃណាក៏ដោយព្រោះយើងយកអាគារនេះយកមកក្នុងអីដើម្បីយកមកទូទាត់ដោះស្រាយបំណុលជូនធនាគារវិញបងជាក់ស្ដែងដែលពួកខ្ញុំមកនេះគឺបងឃើញហើយតាំងពីមកលើកទី1ពួកយើងអត់មានប្រើហិង្សាអ្វីទាំងអស់ពួកខ្ញុំបានជម្រាបជូនជាសាធារណៈពួកអានេះសិតជារបស់ពួកខ្ញុំទាំងអស់ហ្នឹងទ្រព្យសម្បត្តិលោកស្លាអីហ្នឹងសិតតែលុយរបស់ម្ចាស់ពីហ៊ុនយើងឈាមពួកយើងទាំងអស់បងហើយយើងដោះនេះគឺដើម្បីយកដាក់អាគារនេះលក់ឬក៏ដាក់ជួលដើម្បីយកមកដោះស្រាយបំណុលធនាគារជាក់ស្ដែងលុយចំណេញមានបងលុយចំណេញមានជាក់ស្ដែងតែកុលចិត្តបាននឹងហ៊ីមហុកលេងប្រម៉ូយកទាំងអស់បងឃើញហើយបាទអាជីវកម្មនេះខ្សែធនម្លេះអត់មានសិស្សពេញអញ្ចឹងទេបងបាទអញ្ចឹងមកន័យថាជារៀងរាល់ខែហ្នឹងគឺចំណាយចំណូលរបស់សាលាហ្នឹងអត់បានយកទៅបង់ធនាគារទេអត់ទេបងតាំងពីពាក់កណ្ដាលឆ្នាំ2025មួយខែ6200ហ្នឹងហ៊ីមហុកលេងកុលចិត្តដាហ្នឹងយកដាច់អត់ដែរបង់ធនាគារទេអត់ដែររហូតដល់ធ្វើឲ្យអាគារហ្នឹងមូលហេតុគេយកលេសមិនបង់គេឲ្យខ្ញុំនេះជាម្ចាស់អាគារប្លង់រឹងណាបងធ្វើលិខិតបកគលសិទ្ធិគ្រប់គ្រងអាគារទាំងមូលនេះទៅឲ្យប្រាច់បុកទៅឲ្យកុលចដាចឹងសួរថាខ្ញុំជាម្ចាស់អាគារតំណាងឲ្យជាង90%ខ្ញុំសួរយោបល់ពួកគាត់ថាប្រដេតឲ្យអត់គាត់អត់ប្រដេតទេបងមូលហេតុអីយើងត្រូវប្រដេតឲ្យដោយសារបកគលនេះមានគំនិតទុច្ចរិតបែបហ្នឹងបងអញ្ចឹងមានន័យថាគេដឹងតែវិធានពីខាងយើងប៉ុន្តែគេអត់បានបំពេញអ្វីដែលជាកាតព្វកិច្ចដែលគេត្រូវធ្វើមកជួយយើងវិញជាការពិតបងជាការពិតបាទព្រោះយើងបោះគិតមើលបុគ្គលិកយើងជួលមកឲ្យស៊ីប្រាក់ខែ1000ជាងហើយពេលដែលរឿងយកឃើញកំហុសកັບកេបងយើងមិនដាក់ពាក្យបញ្ឈប់តែហេតុអីមិនឈប់ហេតុអីមិនបកគលលុយហេតុអីមិនបកគលរបាយការណ៍រ៉ាយបន្ទោឲ្យពួកយើងហើយទ្រព្យសម្បត្តិទាំងអស់ឲ្យពួកយើងតើវាមានរឿងអីនៅពីក្រោយហ្នឹងច្បាស់ណាស់បងវាមានអំពើទុច្ចរិតហើយលោកសេញឧត្តមតើពាក់ព័ន្ធនឹងសាលាធំបាទនៃសាលាបញ្ញសាស្ត្រតើគាត់មានដំណោះស្រាយឬក៏ចំណាត់ការបែបណាដែរដោយសារតែរឿងនេះខ្ញុំជឿជាក់ថាมันអាចសាលាធំមិនដឹងទេដោយសារតែល្បីខ្ទោគ្នាខ្លាំងហើយបងអរគុណខ្ញុំចង់បញ្ជាក់ដែរកន្លែងនេះបន្ទាប់ពីខ្ញុំបានប្រកាសជាសាធារណៈនៅក្នុងតាមបណ្ដាញសង្គមបងនៅថ្ងៃទី25ហ្នឹង
ខ្ញុំនឹងពួកខ្ញុំទាំងអស់គ្នានឹងលើកបញ្ជាក់ពីហ៊ុនទាំងអស់គ្នាហ្នឹងបងនឹងមកយកអាគារនេះវិញពេលនេះហើយនឹងមានការរុះរើស្លាកអីហ្នឹងជូននឹងឲ្យសាលាធំហ្នឹងជួយរុះរើស្លាកចាញ់ដើម្បីជៀសវាងកុំឲ្យមានបាតុភិបមួយមិនល្អកើតឡើងបាទអញ្ចឹងក៏ខ្ញុំបានជម្រាបជូនអញ្ចឹងហ៎បងអញ្ចឹងសរុបមកវិញនៅថ្ងៃទី22នេះត្រូវជាថ្ងៃសៅរ៍នេះបងបាទខ្ញុំទទួលបានលិខិតអញ្ជើញនេះបាទលិខិតអញ្ជើញនេះពីមេធាវីតំណាងរបស់សាលាធំឲ្យយើងទៅចូលរួមប្រជុំនៅថ្ងៃទី25ហ្នឹងម៉ោង9ព្រឹកអូថ្ងៃហ្នឹងហ្មងបាទថ្ងៃហ្នឹងបាទអញ្ចឹងសំណួរសួរថាហើយមួយទៀតខ្ញុំចង់បញ្ជាក់តាំងពីពេលណាបងបងឃើញថ្ងៃចុះយើងមានចម្ងល់ថ្ងៃចុះដាក់តាំងពីថ្ងៃទី15ខែ5អូ2026មានដាក់ថ្ងៃទី15បាទប៉ុន្តែលិខិតនេះបានមកលិខិតជួយបានមកដល់លោកមេធាវីតំណាងខាងយើងនេះបាទមកដល់ថ្ងៃសៅរ៍អូអញ្ចឹងថ្ងៃសៅរ៍ក៏ថ្ងៃអត់ធ្វើការទៀតថ្ងៃនេះថ្ងៃច័ន្ទបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ថាតើវាមានរឿងអីចុះកន្លងមកជាង2ខែនេះហេតុអីមិនអញ្ជើញដោះស្រាយប្រជុំបាទអាហ្នឹងបងអញ្ចឹងប្រកាសណាហើយលោកមេធាវីតំណាងខាងខ្ញុំក៏ដូចជាលោកមេធាវីសាលាធំគឺគាត់តាក់ទងគ្នារហូតប៉ុន្តែហេតុអីគាត់ដាក់ចុះថ្ងៃ15មកនេះចុះថ្ងៃ15ប៉ុន្តែមក4ថ្ងៃហើយបានទៅមកយកឲ្យថ្ងៃសៅរ៍លិខិតនេះហើយពួកខ្ញុំនឹងចូលរួមប្រជុំថ្ងៃហ្នឹងដូចគ្នាខ្ញុំសូមបញ្ជាក់ចំហអញ្ចឹងយើងអត់តិចពេកទេនឹងចូលរួមដូចគ្នាម៉ោងប្រហែលប្រជុំគាត់ដាក់ម៉ោង9ព្រឹកបងនៅទីស្នាក់ការកដាលបាទពួកខ្ញុំគឺនឹងចូលរួមព្រោះយើងមកធ្វើប្រមូលផ្ដុំនេះគឺយើងអត់មានចង់អ្វីក្រៅពីដំណោះស្រាយបញ្ចប់ឲ្យដាច់ស្រេចទេបងអញ្ចឹងបានន័យថាខ្ញុំបានឃើញលោកសេចអាដាមបានធ្វើប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថាលោកនឹងចូលកាន់កាប់អគារនៅក្នុងថ្ងៃនេះអញ្ចឹងលិខិតនេះលោកទទួលបានក្រោយពេលដែលលោកបានប្រកាសត្រូវទេត្រឹមត្រូវបងគឺខ្ញុំប្រកាសខ្ទង់ថ្ងៃ10ជាងបាទហើយយើងទទួលបានថ្ងៃ22ថ្ងៃសៅរ៍តាមរយៈលោក BTV អញ្ចឹងខ្ញុំចង់បញ្ជាក់ថាមូលហេតុអីកន្លងមកពួកខ្ញុំមិនបានរំពឹងនឹងមានការជំនឿជឿជាក់ទៅលើដំណោះស្រាយរបស់សាលាធំទេបងកន្លងមកព្រោះអីកលចដាជាចៅជាសាច់ញាតិអញ្ចឹងគួរណាស់ជាសាច់ញាតិក៏ដោយគួរតែគិតពីសុចរិតភាពពីតម្លៃនៃគុណតម្លៃនៃការអប់រំផងដែរបងពួកខ្ញុំមិនចំណែនមិនចង់បានអីទេចង់បានតែរបស់ពួកខ្ញុំមកវិញទេបងបាទហើយខ្ញុំឃើញលោកបានលើកឡើងថាដូចជាក្រៅពីម្ចាស់សាលាធំជាសាច់ញាតិរបស់កោចន្ទាហើយលោកក៏បានលើកឡើងថានៅក្នុងស្ថាប័នក្រសួងអប់រំក៏ដូចជាត្រូវជាសាច់ញាតិខ្លះដែរឬក៏យ៉ាងណាដែរបើតាមខ្ញុំទទួលបានព័ត៌មានច្បាស់ការមួយតែគាត់សុំមិនបញ្ចេញឈ្មោះបាទគឺគាត់បានបញ្ជាក់ថាកុលចដាហ្នឹងគឺមានពូបាទមានពូហ្នឹងធ្វើធំនៅជាអនុរដ្ឋលេខាធិការសុំទោសបើមិនបើមិនមែនជាអនុរដ្ឋលេខាធិការឬក៏រដ្ឋលេខាធិការដែរតកោដូចគ្នាដូចគ្នាមកនៅខាងណានៅខាងក្រសួងអប់រំបាទតកោដូចគ្នាប៉ុន្តែលោកជឿជាក់ថាតើគេនឹងចេញមុខការពារខ្សែគ្នាឬមួយក៏គេមិនបានលុបដាច់ទេឬក៏យ៉ាងណាដែរខ្ញុំជឿជាក់ថាក៏ដូចជាមហាជនដឹងហើយរឿងនេះសំខាន់បំផុតបើសិនជាស្នាក់ការកដាលអាកាត់ឲ្យដាច់ស្រេចតាំងពីដំបូងហ៎បងរវាងសាច់ញាតិសច្ចធម៌ហើយនឹងគុណធម៌ហើយនឹងការងាររវាងអ្នកខុសនិងអ្នកត្រូវរឿងនេះចប់យូរហើយបង